ខ្ញុំអ្នកកំពុងសោមមែនប៉ុន្តែកម្រមកងូតទឹកសមុទ្រណាស់អញ្ចឹងថ្ងៃនេះនាំបងប្អូនចដូនមួយមកងូតទឹកសមុទ្រញ៉ាំមឹកអាំងនៅឆ្នេរម្ដងថ្ងៃលិចណាខ្ញុំអត់ដឹងទេណាប៉ុន្តែថ្ងៃលិចនៅកំពង់សោមមួយខ្ញុំឲ្យលេខ1មកខ្ញុំមើល20ជាងឆ្នាំហើយប៉ុន្តែនៅតែមើលឃើញស្អាតបើនិយាយពីងូតទឹកសមុទ្រវិញកាលនៅក្មេងៗខ្ញុំមិនសាងូតប៉ុន្តែពេលធំឡើងទៅក៏អត់សូវងូតដែរអញ្ចឹងថ្ងៃនេះចុងសប្តាហ៍ក៏បបួលបងប្អូនចដូនមួយមកលេងទឹកសមុទ្រជុំគ្នាម្ដងហើយពេលមកលេងទឹកសមុទ្រកុំភ្លេចយកបាល់មកលេងផងយើងអាចលេងជុំគ្នានៅក្នុងសមុទ្របានសប្បាយមែនតើអ្នកគ្នាពេលវេលាល្អៗដែលយើងអាចមានពេលសាងអនុស្សាវរីយ៍ជាមួយបងប្អូនណាវាអត់សូវមានច្រើនទេព្រោះថាម្នាក់ៗក៏សុទ្ធតែមានការងាររវល់រៀងខ្លួនអញ្ចឹងហើយតើមានឱកាសដែលយើងអាចចាយពេលវេលាល្អៗជាមួយគ្នាបានយើងគួរតែបង្កើតអីដែលជាអនុស្សាវរីយ៍ល្អៗសម្រាប់ទុកមើលនៅថ្ងៃក្រោយទៀតដោយបងប្អូនចដូនមួយខ្ញុំចឹងបើសិនជាថ្ងៃមកទៅយើងអត់សូវមានពេលជួបគ្នាក៏ដោយក៏ពួកយើងអត់មានអារម្មណ៍ថាស្ដាយក្រោយដែរដោយសារតែពួកយើងបានចាយពេលវេលាល្អៗជាមួយគ្នាបានច្រើនមែនតើតាំងពីក្មេងមកបើទោះបីជាឥឡូវហ្នឹងពួកយើងធំរៀងខ្លួនក៏ដោយប៉ុន្តែពេលដែលជួបគ្នាទៅពួកយើងនៅតែជាកូនក្មេងដដែលទេដោយវីដេអូអញ្ចឹងអីបើសិនជា10 20ឆ្នាំទៀតយើងត្រឡប់មកមើលវិញដឹងតាំងអង្គុយឲ្យញ៉ាំហើយខ្ញុំតែងតែប្រាប់ខ្លួនឯងថាពេលវេលាដែលយើងនៅក្នុងវ័យហ្នឹងវាអត់មានច្រើនទេអញ្ចឹងទៅតោះយើងមានឱកាសអាចសាងអនុស្សាវរីយ៍ល្អៗបានយើងក៏ធ្វើទៅពិតជាអ្នកលេងទឹកមិនលេងរហូតដល់យប់ហើយយើងក៏បានហៅមកអាំងយកមកញ៉ាំពេលដែលយើងងូតទឹកហត់ទៅហើយយើងឡើងមកបានញ៉ាំចឹងឆ្ងាញ់មែនតើហ្មងជាពិសេសពេលទៅដើមគ្នាហ្នឹងហើយឥឡូវសួរតង់ថាងូតទឹកសមុទ្រយើងមានទឹកសាបងូតនៅកន្លែងហ្នឹងបើកាលខ្ញុំនៅក្មេងៗអីគឺចាំតែងូតទឹកនៅផ្ទះហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេកុំភ្លេចចែកពេលវេលាល្អៗជាមួយមនុស្សជាទីស្រឡាញ់ជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ